សួស្តីអ្នកនរគ្នាហើយវីដេអូនេះដែរគឺចង់បង្ហាញពីសកម្មភាពទៅដើរលេងនៅខេត្តសៀមរាប2យប់3ថ្ងៃអ្នកនរគ្នាអូខេកន្លែងណាដែលខ្ញុំអាចបញ្ចូលសលេងបានបញ្ចូលសលេងកន្លែងណាដែលអត់ចាំបាច់បញ្ចូលសលេងទេអញ្ចឹងយើងស្ដាប់សលេងស៊ីនទាំងអស់គ្នាទៅហើយថ្ងៃនេះដែរគឺយើងធ្វើដំណើរទៅ2ឡានតូចអ្នកនរគ្នានេះមួយឡាននេះគឺមានខ្ញុំហើយម៉ែក្មេកឲ្យក្មេកហើយយាយរបស់ខ្ញុំហើយនឹងកូនប្រុសរបស់ខ្ញុំហើយតកងឡានគឺស្វាមីរបស់ខ្ញុំដែរអញ្ចឹងយើងកំពុងធ្វើដំណើរទៅហើយទៅចូលមុនគេនោះគឺយើងទៅចូលនៅកន្លែងអាំងត្រីអ្នកនរគ្នាកន្លែងអាំងត្រីយើងចូលទៅមើលត្រីសមុទ្រត្រីអីចឹងណាអ្នកនរគ្នាដែលនៅខេត្តសៀមរាបហ្នឹងឯងហើយកូនខ្ញុំនិយាយច្រើនអ្នកនរគ្នាជីតាមផ្លូវហ្នឹងទៅនិយាយរៀបរាប់នឹងស្អីខ្លះអ្នកនរគ្នាចាំកន្លែងណាដែលគាត់និយាយចាំខ្ញុំដាក់វីដេអូឲ្យអ្នកនរគ្នាស្ដាប់ទាំងអស់គ្នាហើយទៅមកគ្រប់ជាងណាហើយឥឡូវនេះគឺពួកយើងបានមកដល់កន្លែងអាំងត្រីហ្នឹងហើយចាប់ដើមដើរចូលទៅហើយចូលទៅគឺយើងត្រូវតម្រូវឲ្យទិញសម្បត្តិទាំងអស់គ្នាអ្នកនរគ្នាហើយក្នុងម្នាក់ហ្នឹងគឺចំណាយ$11សម្រាប់ចូលទស្សនានៅក្នុងអាំងត្រីរបស់គេនៅខេត្តសៀមរាបហ្នឹងអ្នកនរគ្នាហើយគ្រូសាស្ត្រខ្ញុំទៅនេះគឺ2ឡានហ្នឹងទាំងអស់គ្នាគឺ10នាក់11នាក់អីហ្នឹងអ្នកនរគ្នាហើយអញ្ចឹងគឺយើងអស់$100ជាងដែរអ្នកនរគ្នាដើម្បីចូលទស្សនាហ្នឹងឥឡូវមកស្ដាប់សំឡេងមកគ្រប់ជាងគាត់និយាយរៀបរាប់ឲ្យគេខ្លះនេះគាត់ហៅខ្ញុំឲ្យចូលទៅក្នុងthầy nua wow cha con thầy tua à wow wow thầy màn con thầy màn bắt thầy màn bay bay là màu mớ rồi màu vì đã đi mót bên phiệp sập ngặt đấy lại nè ហើយកន្លែងនេះបន្តពីមើលត្រីហ្នឹងខ្ញុំគ្នាបបួលគ្នាថតរូបជុំគ្នាជាមួយអ្នកមកទាំងអស់គ្នាណាអ្នកគ្នាដើម្បីថតរូបឲ្យខ្ញុំកាំងអា style ថតរូបនៅមកវីដេអូមកកន្លែងស្ងៀមត្រឹងអញ្ចឹងហ្មងដូចរូបចម្លាក់អញ្ចឹងនៅតាំងនៅហ្នឹងឯងហើយបន្ទាប់មកពួកខ្ញុំក៏បានកັບសពតដៃហើយបន្ទាប់មកគឺយើងបានដើរមកកន្លែងគេ scan ដើម្បីយើងចូលទៅខាងក្នុងដើម្បីមើលសត្វមើលអីចឹងណាអ្នកនរគ្នាហើយសត្វដែលយើងនឹងឃើញមុនគេហ្នឹងគឺសត្វពស់អ្នកនរគ្នាគឺពស់ពណ៌សយើងនឹងឃើញនៅខាងមុខផ្លូវចូលហ្នឹងឯងអ្នកនរគ្នាហើយសត្វបន្តទៀតមានដូចជាក្រពើមានដូចជាត្រីមានដូចជាបែបម៉ែលអីហ្នឹងអ្នកនរគ្នាគាត់ថាសត្វខ្លះគឺខ្ញុំអត់ស្គាល់ឈ្មោះហើយគាត់ចាំឈ្មោះអស់ដែរអញ្ចឹងអត់បានរៀបរាប់ក្នុងវីដេអូហ្នឹងទេអញ្ចឹងគាត់ថាឲ្យអ្នកនរគ្នាបានឃើញខ្លះៗអញ្ចឹងណាអ្នកនរគ្នាមើលពស់ហើយយាយbố trái này mà bố vì nó nè trời ហើយចូលមកក្នុងបន្តទៀតគឺយើងបានឃើញត្រីធំមែនតើអ្នកនរគ្នាគឺធំយើងមនុស្សយើងឆ្ងាយអ្នកនរគ្នាមកនៅក្រៅធំខ្លាំងទៅខ្លះវែងសងប្រហែល7 ម៉ែត្រអ្នកនរគ្នាតែខ្ញុំអត់ស្គាល់តែប្រភេទត្រីហ្នឹងប្រភេទត្រីស្អីខ្ញុំមិនដឹងទេខ្ញុំដឹងតែត្រឹមមើលបានរូបភាពតែគេមានដាក់រូបត្រីឲ្យគេដាក់ឈ្មោះរៀបរាប់ប្រភេទអីដែរតែខ្ញុំគាត់បានទៅចាប់អារម្មណ៍ទៅអានទៅអីដែរសំខាន់បានមើលពេញភ្នែកអញ្ចឹងអ្នកនរគ្នាប៉ុន្តែចិត្តមួយគិតដែរថាអាត្រីហ្នឹងវាជាត្រីប៉ិតមែនតែកំពុងហែក្នុងកញ្ចក់ក្នុងទឹកហ្នឹងឬក៏គេបច្ឆោតយើងរបៀបថាគេប្រចាំងស្លាយឲ្យយើងមើលទៅដូចប៉ិត100%ឬក៏មិនខ្ញុំវាអត់ច្បាស់ក្នុងខ្លួនអញ្ចឹងអ្នកនរគ្នាមើលបដៅសង្ស័យបដៅមើលបដៅសង្ស័យបដៅអ្នកនរគ្នាដូចដែលបានឃើញចឹងអ្នកនរគ្នាគឺត្រីច្រើនប្រភេទហើយរបៀបថាវាហែធ្វើ slow មួយហើយយើងមើលទៅយើងបែងចែកអត់ដាច់ណាយើងអត់ច្បាស់ថាត្រីនឹងពិតឬក៏មិនដូចខ្ញុំបាននិយាយចឹងហើយមកមុខទៀតនេះអានេះបបែលណាបើខ្ញុំតាមខ្ញុំស្គាល់អានេះគេហៅបបែលតែមិនដឹងថាបបែលប្រភេទអីខ្ញុំក៏មិនដឹងច្បាស់ដែរតែសំខាន់អូស្អាតតែកាឡាគេស្អាតដែរអ្នកនរគ្នាហើយត្រីគេចម្រុះច្រើនមែនតើអ្នកនរគ្នាដឹងអត់ដឹងថាត្រីស្អីទេអានេះដែលខ្ញុំនិយាយថាវា7 ម៉ែត្រអ្នកនរគ្នាវាបើសិនតែជាមនុស្សឈើវិញគឺមនុស្សនឹងប្រហែលជា7 ម៉ែត្រដែរអ្នកនរគ្នាទៅវែងខ្លាំងហើយខ្លួនវាធំធំជាងមនុស្សទៀតខ្លួននេះមកកូនខ្ញុំខ្លួនវាធំជាងកូនខ្ញុំឆ្ងាយណាអ្នកនរគ្នាអើយអូនបត់ថតរូបមួយថៃគាត់នេះវ៉ាវីដេអូហ្មងvậy hai cả ôm hai không wow តថតវីដេអូចឹងមិនបានដល់ពេលចឹងកុយស្ងៀមនេះវ៉ាអត់បាត់ពងនៅមួយត្រីហេ
អូខេហើយយើងក៏បានដើរទៅបន្តទៀតអ្នកនរគ្នាហើយនៅកន្លែងហ្នឹងក៏គេមានប្រភេទអាហារសម្រន់មានភេសជ្ជៈមានអីលក់នៅហ្នឹងដែរហើយគ្រឿងដូចជាគ្រឿងអនុស្សាវរីយ៍មានរូបត្រីរូបសត្វរូបអីដែលគេមានតាំងនៅក្នុងហ្នឹងចឹងណាអ្នកនរគ្នាហើយនេះឥឡូវយើងកំពុងធ្វើដំណើរទៅហើយយើងចូលទៅកន្លែងមកតង់ទៀតអ្នកនរគ្នាគឺវាមានត្រីមានផ្កាថ្មមានអីចឹងដែរអ្នកនរគ្នាហើយបន្តមកទៀតពួកយើងក៏បានដើរទៅមុខទៀតដោយសារតែនៅខាងមុខហ្នឹងមានគេកំពុងតែដាក់ចំណីត្រីឲ្យត្រីស៊ីចឹងណាអ្នកនរគ្នាហើយជាមួយតិចទៀតខ្ញុំទៅស្វែងចម្ងល់អ្នកនរគ្នាដែលឆ្ងល់ដូចខ្ញុំថាអាហ្នឹងវាជាត្រីពិតឬក៏ខ្លែងខ្លាយវាជាការដាក់ស្នាយើងមើលឬក៏មិនដែរឥឡូវជាមួយតិចទៀតទៅស្វែងចម្ងល់អ្នកនរគ្នាប៉ុន្តែដើម្បីកុំឲ្យវីដេអូនេះវាវែងឆ្ងាយពេកអ្នកនរគ្នាដែលខ្ញុំអត់ចង់ឲ្យវាវែងពេកអញ្ចឹងចាំអ្នកនរគ្នាតាមដានទស្សនានៅភាពក្រោយទៀតបានដឹងថាត្រីហ្នឹងពិតឬក៏មិនពិតអ្នកនរគ្នាអរគុណ Goodbye see you in the next video